អរគុណហើយសូមគោរពជំរាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំនឹងនាំព្រះបន្ទូលព្រះអង្គមកកាន់លោកអ្នកបងប្អូនតាមរយៈកាន់7និខមណាំងខ្ញុំនៅតែបន្តចែករំលែកអំពីកិច្ចការមួយចំនួនដែលខ្ញុំជឿជាក់ថាជាកិច្ចការសំខាន់គឺជាកិច្ចការដែលយើងជាអ្នកដែលជឿលើព្រះអង្គជាអ្នកដែលដើរតាមព្រះអង្គនាំគ្នាបង្កើតសិស្សនាំគ្នានាំអ្នកដតីមករកព្រះជាម្ចាស់ហើយលោកប៉ូលបានបង្រៀនទៅកាន់លោកធីម៉ូថេនៅក្នុងកាន់ព្រះគម្ពីរធីម៉ូថេចំពុក2ខ2សេចក្តីដែលអ្នកបានឮសេចក្តីដែលអ្នកបានឃើញពីខ្ញុំយកទៅហុចបន្តយកទៅបង្រៀនបន្តដល់អ្នកដែលស្មោះត្រង់និងមានសមត្ថភាពដើម្បីឲ្យគាត់បង្រៀនទៅដល់អ្នកដតីទៀតចោះអាមែនហើយខ្ញុំជឿជាក់ថានេះគឺជាកិច្ចការដែលព្រះអង្គគាត់បតីបន្តធ្វើដដែលថ្ងៃនេះមេរៀនរបស់ខ្ញុំសំដៅទៅលើអ្នកដែលបង្រៀនអ្នកដតីផ្សេងទៀតប្រសិនបើលោកអ្នកបងប្អូនជាអ្នកដែលនាំអ្នកដតីផ្សេងទៀតឲ្យស្គាល់ព្រះអង្គឬកំពុងតែអធិដ្ឋានសូមព្រះអង្គជួយឲ្យលោកអ្នកបងប្អូននាំដំណឹងល្អទៅកាន់នរណាម្នាក់លោកអ្នកបងប្អូនអត់ដឹងថាត្រូវធ្វើម៉េចនៅពេលដែលព្រះមានព្រះបន្ទូលទៅកាន់ពួកសិស្សថាចេញទៅឲ្យនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្សធ្វើពិធីជាមួយទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនរាល់គ្រប់ទាំងសេចក្តីទាំងប៉ុន្មានដែលខ្ញុំបានបង្រៀនដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាចូលដឹងថាខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរហូតដល់អវសាននៃផែនដីព្រះអង្គគង់នៅជាមួយយើងទាំងអស់គ្នានៅក្នុងបុព្វហេតុនេះដដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនព្រះអង្គបានคล้ายទៅជាចំណងមួយព្រះអង្គបានคล้ายទៅជាកន្លែងមួយដែលមនុស្សអាចវិលទៅរកព្រះជាម្ចាស់ខ្ញុំសូមអាននៅក្នុង1ធីម៉ូថេជំពូកទី2ខទី5លោកប៉ូលបានសរសេរសម្បត្តិនេះទៅកាន់លោកធីម៉ូថេហើយខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាអាចរៀនមេរៀននេះបានលោកអ្នកបងប្អូនប្រហែលជាធ្លាប់ឮមេរៀននេះរាប់សិបដងលោកអ្នកបងប្អូនដែលស្គាល់ព្រះអង្គស្គាល់ចម្លើយប៉ុន្តែសូមឲ្យអ្វីដែលលោកប៉ូលបានបង្រៀនទៅកាន់ធីម៉ូថេនេះคล้ายទៅជាអ្វីមួយយ៉ាងដែលយើងអាចយកទៅប្រើបានដែរហើយយើងយល់ត្បិតមានព្រះជាម្ចាស់តែមួយមានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោកគឺព្រះគ្រីស្ទយេស៊ូវដែលជាមនុស្សចំណងជើងរបស់ខ្ញុំនៅថ្ងៃនេះគឺលោកអ្នកបងប្អូនជាអ្នកដែលសង់ស្ពានលោកអ្នកបងប្អូនជាអ្នកដែលនាំអ្នកដតីផ្សេងទៀតទៅស្គាល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទណែនាំឲ្យគេបានទៅស្គាល់ស្ពានមេត្រីដែលព្រះជាម្ចាស់បានចងជាមួយនឹងមនុស្សលោករវាងព្រះជាម្ចាស់ហើយនិងមនុស្សមានន័យថាមានចន្លោះមួយបើអត្ថបទកាពីបានចែងថាព្រះអង្គជាព្រះជាម្ចាស់ដ៏បរិសុទ្ធព្រះអង្គជាព្រះ 100% ព្រះអង្គមិនអាចនៅក្នុងវត្តមាននៃមនុស្សបាបបើមនុស្សនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ដែលព្រះអង្គជាព្រះដ៏វិសុទ្ធមនុស្សនឹងស្លាប់មនុស្សអត់អាចនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់បានរហូតដល់ថ្ងៃដែលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសុគតហើយព្រះអង្គបានคล้ายទៅជាស្ពានរវាងមនុស្សហើយនិងព្រះជាម្ចាស់មានន័យថាមានគម្លាតលោកអ្នកបងប្អូនហើយនិងខ្ញុំជាអ្នកនាំអ្នកដតីមកស្គាល់ព្រះជាម្ចាស់លោកអ្នកបងប្អូនហើយនិងខ្ញុំក៏ចូលរួមចំណែកនៅក្នុងភាពជាស្ពានមួយឬសាងសង់ស្ពានមួយឲ្យមនុស្សមកស្គាល់ព្រះជាម្ចាស់ផងដែរខ្ញុំចង់ឲ្យលោកអ្នកបងប្អូនមើលពីគំរូមួយចំនួនដែលពន្យល់យើងអំពីភាពខុសប្លែកគ្នារវាងមនុស្សដែលរស់នៅក្នុងចំណងអ្វីមួយដែលជាចំណងដែលធ្វើឲ្យគេមិនមានសេរីភាពមិនឲ្យគេទៅនៅកន្លែងដែលគេគួរនៅមិនឲ្យគេធ្វើនៅអ្វីដែលព្រះអង្គគាត់បហារតីឲ្យគេធ្វើព្រះអង្គបានដាក់គំរូនេះនៅក្នុងសាច់រឿងនិខមណាំងចំពុកទី8ខទី1ព្រះអង្គបានមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាចូលទៅជួបស្ដេចផារ៉ោនហើយប្រាប់ដូចតទៅព្រះអង្គម្ចាស់មានព្រះបន្ទូលថាចូលបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើងខ្ញុំឆែកមើលពាក្យគោរពបម្រើនេះគឺមានន័យថាគោរពធ្វើនៅអ្វីដែលព្រះអង្គប្រាប់ឲ្យធ្វើមានន័យថាគោរពប្រណិប័តស្មើនឹងពាក្យថាថ្វាយបង្គំព្រះអង្គថាឲ្យប្រជាជនរបស់យើងមករកយើងដើម្បីថ្វាយបង្គំយើងប៉ុន្តែពាក្យថាថ្វាយបង្គំនេះក៏មិនមែនមានន័យថាថ្វាយបង្គំដែលមានភ្លេងហើយច្រៀងសរសើរដំណើរច្រៀងសរសើរដំណើរគឺជាផ្នែកនៃការថ្វាយបង្គំប៉ុន្តែពេលដែលព្រះមាន5ទូទៅឲ្យប្រជារាស្ត្ររបស់យើងមកថ្វាយបង្គំយើងនេះគឺមានន័យថាឲ្យមកប្រណិប័តតាមអ្វីដែលយើងបានបង្គាប់គេឲ្យប្រណិប័តនឹងគឺជាគោលបំណងដើម្បីឲ្យគេប្រណិប័តយើងបាននៅកន្លែងដែលយើងចង់ឲ្យគេប្រណិប័តយើងនឹងនាំគេទៅនៅកន្លែងមួយផ្សេងទៀតយើងនឹងឲ្យដីទៅគេរស់នៅកន្លែងនោះនឹងคล้ายដូចជាកម្មសិទ្ធិគេដើម្បីឲ្យគេរស់នៅមានសេរីភាពធ្វើនៅអ្វីដែលយើងប្រាប់ឲ្យគេធ្វើដូច្នេះនេះគឺជាគោលបំណងនៅពេលដែលព្រះអង្គបានប្រើលោកម៉ូសេឲ្យទៅជួបជាមួយនឹងព្រះចៅផារ៉ោនដើម្បីឲ្យដោះលែងកូនចៅរបស់លោកយ៉ាកុបដែលជាប់ជាទាសភាពខ្ទង់ជាង400ឆ្នាំ
ហើយអត់មានសិទ្ធិសេរីភាពធ្វើអីទាំងអស់សូម្បីតែស្ថានភាពមួយចំនួនគេចង់ធ្វើបាបខ្លាំងគេឲ្យបង្កើតឥតដោយអត់ឲ្យវត្ថុធាតុដើមអត់ឲ្យចម្បាំងអត់ឲ្យវត្ថុធាតុដើមផ្សេងទៀតដើម្បីធ្វើឲ្យធ្វើគេដាក់ទារុណកម្មយ៉ាងខ្លាំងគេអាចមានសិទ្ធិដើម្បីធ្វើអីទាំងអស់នេះគឺជារូបភាពមួយនៃមនុស្សដែលព្រះអង្គចង់ចម្លងដែលព្រះអង្គចង់ជួយមុនពេលដែលព្រះអង្គជួយគេជាប់នៅមួយកន្លែងដែលគ្មានថ្ងៃខ្ញុំប្រើពាក្យថា0ហ្មង0%មិនមែនមានឱកាសសូម្បីតែ0.01%មានឱកាសសេរីភាព0សុទ្ធសូមប្រាប់គ្នាទៅវិញហ្មងថា0សុទ្ធហ្មងបាទកាលពីសប្តាហ៍មុនយើងរៀនថា100%ដឹងតែងាប់ហើយឥឡូវយើងរៀនមួយទៀតថា0%ហ្មងច្បាស់ហ្មងដឹងតែអត់មានសេរីភាពទេសូម្បីតែឱកាស0.01មានភាគរយដើម្បីឲ្យកូនចៅលោកយ៉ាកុបរើបំរាស់ដោយកម្លាំងខ្លួនឯងគេដោយធនធានរបស់ពួកគេដោយមធ្យោបាយរបស់ពួកគេឲ្យចេញផុតពីការគ្រប់គ្រងរបស់ប្រជាផារ៉ោន0អត់អាចធ្វើឲ្យបានទាំងអស់លោកអ្នកបងប្អូននេះគឺជាទស្សនវិជ្ជាដែលខ្ញុំជឿជាក់ថាជាឈ្នួលនៃអំពើបាបថ្លៃនៃអំពើបាបថ្លៃនៃអំពើបាបគឺធ្វើឲ្យយើងស្មើនឹង0ជីវិតយើងដែលស្លាប់ហើយបន្ទាប់មកវិញ្ញាណរបស់យើងនឹងចេញឆ្ងាយពីព្រះជាម្ចាស់ជារៀងដរាបអត់មានឱកាសសូម្បីតែ0.0%ក្រែងលោយើងប្រឹងគ្រប់គ្រាន់ខ្លួនឯងក្រែងលោយើងធ្វើល្អគ្រប់គ្រាន់ខ្លួនឯងយើងក្រែងលោយើងអស់ដាក់អស់ពីកម្លាំងរបស់យើងក្រែងលោយើងអាចទៅរកព្រះបិតាដោយខ្លួនឯងបានក្នុងព្រះគម្ពីរចែងថា0អត់មានឱកាសសូម្បីតែ0.01ព្រះអង្គគាត់ប្រហារទៅឲ្យយើងដឹងយ៉ាងច្បាស់អញ្ចឹងបានជាព្រះអង្គបញ្ជូនមនុស្សម្នាក់ទៀតដែលស្ដាប់បង្គាប់ព្រះអង្គដើម្បីទៅជួយមនុស្សដែលព្រះអង្គគាត់ប្រហារតីសង្គ្រោះឲ្យគេបានមានសេរីភាពដើម្បីមកថ្វាយបង្គំព្រះអង្គដើម្បីមកប្រណិប័តតាមព្រះអង្គគាត់ប្រហារតីធ្វើយ៉ាងដូចនេះព្រះអង្គបានបញ្ជូនគេឲ្យទៅជួបជាមួយនឹងព្រះចៅផារ៉ោនដើម្បីជជែកគ្នាដើម្បីប្រាប់ថាឲ្យត្រូវដោះលែងប្រជារាស្ត្ររបស់ព្រះលោកអ្នកបងប្អូនតម្រូវការមួយដែលយើងចាំបាច់ដែលយើងត្រូវការស្ពាននោះពីព្រោះជនជាតិអ៊ីស្រាអែលក៏មិនអាចសង្គ្រោះខ្លួនឯងបានមនុស្សលោកក៏មិនអាចសង្គ្រោះខ្លួនឯងបានបងឲ្យឧទាហរណ៍មួយទៀតខ្ញុំមានពេលអានបងឲ្យឧទាហរណ៍អំពីបុរសម្នាក់ឈ្មោះឡាសាគាត់អ្នកក្របុរសម្នាក់ទៀតគាត់ជាអ្នកមាននេះគាត់អាចជាមនុស្សល្អគាត់អាចជាមនុស្សដែលទៀងត្រង់គាត់អាចជាមនុស្សដែលសប្បុរសក្នុងព្រះគម្ពីរដែលបានចែងថាគាត់ធ្វើអីមួយដែលអាក្រក់យងក្នុងទេប៉ុន្តែគាត់សម្បូរធនធានប៉ុន្តែថ្ងៃមួយអ្នកទាំងពីរស្លាប់ហើយភាពខុសប្លែកគ្នារវាងអ្នកទាំងពីរគឺឡាសាគាត់ទុកចិត្តលើព្រះជាម្ចាស់គាត់ជាអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ជីវិតរបស់គាត់ពឹងអាងទៅលើព្រះគុណរបស់ព្រះជាម្ចាស់មួយទៀតគេពឹងអាងទៅលើកិច្ចការដែលគេធ្វើទង្វើដែលគេប្រព្រឹត្តគេពឹងអាងលើធនធានរបស់ពួកគេក៏មិនដែលខ្វល់ខ្វាយពីជីវិតដែលចប់ទៅលើផែនដីនិងជួបប្រទេសអីប៉ុន្តែនៅថ្ងៃដែលអ្នកទាំងពីរស្លាប់ក្នុងព្រះគម្ពីរបានចែងថាមានកន្លែងពីរដែលអ្នកទាំងពីរនៅឡាសាអ្នកដែលទុកចិត្តលើព្រះជាម្ចាស់ទៅនៅជាមួយនឹងលោកអាប់រ៉ាហាំជាមួយអ្នកទុកចិត្តព្រះជាម្ចាស់ដូចគ្នារីឯអ្នកមានម្នាក់នោះគាត់ទៅនៅកន្លែងមួយផ្សេងទៀតដែលរងចាំថ្ងៃកាត់ទោសចុងក្រោយហើយគាត់ស្រែកថាទីនេះក្តៅណាស់ហើយហ្នឹងមិនទាន់ដល់កន្លែងមែនតែនផងអាហ្នឹងគ្រាន់តែ waiting room អាហ្នឹងគ្រាន់តែបន្ទប់រងចាំបាទអាហ្នឹងគ្រាន់តែបន្ទប់រងចាំវាវេទនាដល់ថ្នាក់ហ្នឹងគាត់ថាគាត់ក្តៅណាស់សុំជួយគាត់ធ្វើម៉េចជួយគាត់អាចទៅកាន់លោកឪពុកបានគាត់និយាយទៅកាន់លោកអាប់រ៉ាហាំឆ្លើយថាអត់អាចឆ្លងបានទេយើងពីនេះទៅឆ្លងទៅកូនក៏អត់បានពីកន្លែងដែលកូនមកកន្លែងយើងវិញក៏ឆ្លងអត់បានអញ្ចឹងបើឆ្លងបានអញ្ចឹងយ៉ាងហោចណាស់សូមឡាសាឲ្យត្រឡប់ទៅផែនដីវិញទៅប្រាប់បងប្អូនខ្ញុំប្រមាណអ្នកផ្សេងទៀតដែលនៅសេសសល់គេប្រកាសជាស្ដាប់ជាមិនខានគាត់ឆ្លើយថាទៅតំណងគាត់ទៅអត់បានដែរតែបិទមានលំហមួយដែលញែកយើងអត់អាចទៅណាបានទាំងអស់លោកអ្នកបងប្អូនខ្ញុំជឿជាក់ថារូបភាពនេះនិយាយអំពីគម្លាតមួយដែលមនុស្សគ្មានសមត្ថភាពដើម្បីនឹងឆ្លងដោយខ្លួនឯងបានជាគម្លាតមួយដែលយើងមិនអាចពឹងពាក់អ្នកដទៃផ្សេងទៀតមកជួយចម្លងយើងឲ្យទៅបានអ្នកមានម្នាក់នេះគាត់ប្រាប់ថាឲ្យសុំឲ្យលោកអាប់រ៉ាហាំធ្វើអីមួយយ៉ាងដើម្បីជួយគាត់អត់អាចទោះបីយើងស្គាល់អ្នកណាម្នាក់នៅម្ខាងទៀតឲ្យសុំឲ្យជួយចម្លងយើងក៏អត់អាចឆ្លងផុតដែនមួយនេះវាគម្លាតវាឆ្ងាយពេកវាធំធេងពេកតែយើងមិនអាចទៅដល់កូនចៅរបស់លោកយ៉ាកុបហៅថាអ៊ីស្រាអែលនៅសម័យនោះបានជាប់ជាទាសភាពជាទាសករនៅក្នុងស្រុកអេស៊ីបទាសភាពរបស់គាត់មិនអាចធ្វើឲ្យគាត់អាចរើបំរាស់ដោយខ្លួនឯងបានមិនអាចឲ្យគាត់អាចប្រឹងដើម្បីធ្វើឲ្យមានសេរីភាពហើយលោកអ្នកបងប្អូនខ្ញុំហ៊ាននិយាយខ្លាំងឲ្យចំបែបនេះពីព្រោះសូម្បីតែព្រះជាម្ចាស់ព្រះអង្គត្រូវដាក់គ្រោះកាចទាំង10នៅលើស្រុកអេស៊ីប
ដាក់គ្រោះកាចទាំង10ហើយដល់អាទី10បានព្រមឲ្យចេញហើយទុកសោកអង្គុយគិតមកស៊ុះដូរចិត្តវិញតាមទៅយកមកវិញក្នុងព្រះពីចែងថាកូនចៅអ៊ីស្រាអែលកូនចៅរបស់លោកយ៉ាកុបគ្រាន់តែឃើញតបរបស់អេស៊ីបមកម្នាក់អង្គុយយំបាត់ហើយភ័យខ្លាចបាត់ហើយលូបាត់ថាយើងស្លាប់ហើយអញ្ចឹងបាទខ្ញុំហ៊ាននិយាយហើយខ្ញុំហ៊ានធានាត្រង់ 100% ថាឱកាសដល់បើសិនជាពឹងឲ្យពួកគេរំដោះខ្លួនឯងវិញ0%មិនមែន 0.01 ឬក៏ 0.00% អត់មានហ្មងអត់មានឱកាសដែលអាចមានសេរីភាពអត់អាចមានឱកាសដើម្បីធ្វើអ្វីដែលខ្លួនចង់ធ្វើបានមានតែព្រះជាម្ចាស់ដែលព្រះអង្គអាចជួយយើងបានព្រះអង្គទុករឿងឡាសាហើយនឹងអ្នកមាននេះគឺដើម្បីបញ្ជាក់ម្ដងទៀតថាមានគម្លាតដោយសារអំពើបាបនេះគឺគម្លាតចេញឆ្ងាយដែលយើងមិនអាចពឹងលើខ្លួនឯងបានមិនអាចពឹងលើអ្នកដទៃបានតែជីវិតយើងចប់លើផែនដីហើយអស់មានគ្រូបាអាចារ្យណាអស់មានគ្រូកងវិលណាអស់មានមិត្តភ័ក្តិបងប្អូនណាដែលទូលអង្វរជំនួសយើងឲ្យដល់នគរឋានសួគ៌ឲ្យទៅត្រឡប់ទៅនគរឋានសួគ៌ជាមួយបានទេតែដល់ពេលហ្នឹងគឺចប់នៅក្នុងការព្រះគម្ពីររ៉ូមជំពូក3ខទី23បច្ច័យណាចេះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តបាបហើយគ្មានសេរីរុងរឿងគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាបហើយគ្មានសេរីរុងរឿងខ្ញុំឆែកមើលនៅក្នុងពាក្យភាសាដើមពាក្យនឹងមានន័យថាម៉េចមិនមានសេរីរុងរឿងនឹងមិនមានសេរីរុងរឿងនឹងមានន័យថាម៉េចឬក៏ខ្វះមិនដល់ពាក្យកន្លែងដែលមិនមានឬក៏ខ្វះនឹងគឺមានន័យថាចេះពាក្យភាសាដើមមានន័យថាឧទាហរណ៍ថាបើយើងដើរណាគេដើរអញ្ចឹងគេដើរត្រយទៅណាធម្មតាអ្នកដែលខ្វះអ្នកដែលអត់ដល់គាត់ដើរបានដូចគេដែរតែគាត់ដើរយឺតខ្លីបើយើងនិយាយកម្ពស់នៅពេលដែលកម្ពស់គេទៅដល់ខ្ពស់ហើយគាត់ទំឡើងបានទៀតអត់ដល់អាកម្រិតដែលគេនឹងតែបើសិនបើយើងនិយាយពីផលិតផលនេះបើសិនជាយកមកឆែកកន្លែង QC កន្លែង quality control កន្លែងគេត្រួតពិនិត្យទៅលើគុណភាពចុងក្រោយមុននឹងដាក់លក់ទីផ្សារឲ្យតែឆ្លងដល់អាហ្នឹងអ្នកដែលត្រួតពិនិត្យអាហ្នឹងមើលគឺធ្លាក់ហើយតែធ្លាក់ហើយអត់អាចយកទៅទីផ្សារបានទេប៉ុន្តែខ្មែរយើងថាចេះថាគ្រូខ្ញុំពាក់ថាធ្លាក់ QC បាទផលិតផលនៅលើផែនដីអ្នកនៅលើផែនដីប្រើប៉ុន្តែនៅពេលយើងធ្លាក់ចេញពីផែនដីហើយ QC មួយនេះធ្លាក់ហើយគឺខ្វះមិនដល់ស្តង់ដារខ្វះមិនដល់សេរីល្អរបស់ព្រះជាម្ចាស់ហើយពាក្យសេរីល្អរបស់ព្រះជាម្ចាស់ខ្ញុំឆែកមើលគឺមានន័យថាព្រះវត្តមានរបស់ព្រះជាម្ចាស់ខ្វះមិនដល់មិនគ្រប់គ្រាន់ដើម្បីឲ្យព្រះវត្តមានរបស់ព្រះអង្គគង់នៅជាមួយយើងបានបើខ្ញុំនិយាយម៉ាត់ឲ្យខ្លីអត្ថបទកពីនេះបញ្ជាក់យ៉ាងខ្លាំងថាថ្លៃនៃអំពើបាបមួយនេះគឺខាំងមនុស្សធ្វើឲ្យមនុស្សមិនអាចនៅក្នុងព្រះវត្តមានព្រះអង្គបានដោយតាមរយៈការប្រើប្រាស់កម្លាំងការប្រឹងប្រែងដោយផ្ទាល់ខ្លួនមិនអាចធ្វើបានអញ្ចឹងបានយើងត្រូវការស្ពានអញ្ចឹងបានយើងត្រូវការអ្នកដែលជួយចម្លងអញ្ចឹងបានព្រះជាម្ចាស់បញ្ជូនលោកម៉ូសេឲ្យទៅជួយកូនចៅអ៊ីស្រាអែលដើម្បីឲ្យគេមានសេរីភាពដោយសារជំនួយដែលមកពីព្រះអង្គមិនមែនដោយការប្រឹងប្រែងរបស់ខ្លួនឯងគេផ្ទាល់នោះទេតើនៅសម័យនេះមនុស្សអាចនៅជាប់ទេសភាពដែរឬក៏អត់តើមនុស្សនៅត្រូវការស្ពានតើមនុស្សនៅត្រូវការជំនួយដោយសម័យដើមដែរឬក៏អត់ព្រះអង្គទុកសាច់រឿងនេះដើម្បីឲ្យយើងដឹងលោកអ្នកបងប្អូនមនុស្សនៅសម័យនោះបើសិនជាមេគេប្រើឲ្យធ្វើការម៉ោងណាគេត្រូវងើបធ្វើការម៉ោងហ្នឹងគេអត់មានតថ្លៃទេអាហ្នឹងយើងហៅថាទេសភាពរស់នៅក្រោមម្ចាស់ជាអ្នកដែលប្រើលោកអ្នកបងប្អូនដឹងទេទោះបីយើងនៅក្នុងសម័យនេះក៏ដោយមានអ្នកខ្លះគាត់អាចនឹងនៅជាប់នៅក្នុងទេសភាពអីមួយចំនួនអាចទេសភាពនៃការញៀនអីមួយចំនួនតែគាត់ពិបាកចេញខ្លួនឯងបើពឹងអាងឲ្យគាត់ចេញខ្លួនឯងគាត់ចេញមិនរួចទេគាត់ងើបមិនរួចទេលួសត្រាតែមាននរណាម្នាក់ទៅជួយគាត់ទៅទាញគាត់ទៅបញ្យល់គាត់ទៅជួយគាត់អ្នកខ្លះទៀតគាត់ជាប់ក្នុងទេសភាពជាមួយហិរញ្ញវត្ថុ7ថ្ងៃក្នុងមួយសប្តាហ៍2ដល់10ម៉ោងទៅ6ដល់10ម៉ោងក្នុងមួយថ្ងៃគឺវិលកង់រហូតគឺវិលជុំរហូតអត់អាចសម្រាកបានទេគ្រាន់តែសម្រាកបន្តិចបងភ្លើងមកដល់បាត់សម្រាប់បន្តិចខាងnotification របស់ធនាគារវាលោតមកថាត្រូវដល់នេះបងប្រាក់ Your balance is not enough គណនេយ្យគោលរបស់អ្នកមិនគ្រប់គ្រាន់ដើម្បីដកប្រឹងទៀតធ្វើទៀតជាប់ទៀតអ្នកខ្លះទៀតជាប់ជាមួយនឹងជំងឺជាប់ជាមួយនឹងអីផ្សេងទៀតមានរឿងជាច្រើនដែលធ្វើឲ្យពួកគេអាចចេញមកដោយខ្លួនឯងប៉ុន្តែព្រះអង្គមានមធ្យោបាយព្រះអង្គមានរបៀបព្រះអង្គអាចជួយប្រជាជាតិមួយដែលជាប់កាំងឱកាសសូនចេញខ្លួនឯង 0% ព្រះអង្គមានរបៀបព្រះអង្គប្រើលោកម៉ូសេឲ្យคล้ายទៅជាអ្នកដែលជួយនៅក្នុងនិខមណាំងជំពូក3ខ10ស្ពានដំបងដែលព្រះជាម្ចាស់បានឲ្យគេឆ្លងរួចដោយព្រះអង្គបានប្រើប្រាស់លោកម៉ូសេព្រះមាន5ទូថាឥឡូវនេះយើងចាត់អ្នក
ឲ្យទៅជួបស្ដេចផារ៉ោនខ្ញុំសូមជម្រាបម្ដងទៀតអ្នកណាអ្នកចាត់អ្នកណាជាអ្នកដែលចាត់មនុស្សម្នាក់បុគ្គលសាមញ្ញម្នាក់ឈ្មោះម៉ូសេព្រះជាម្ចាស់ជាព្រះនៃពិភពទាំងមូលព្រះអង្គជាអ្នកដែលចាត់ឲ្យទៅជួបជាមួយនឹងព្រះចៅផារ៉ោនទៅជួបជាមួយនឹងស្ដេចដែលគ្រប់គ្រងកូនចៅរបស់លោកយ៉ាកុបចូលនាំជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីបព្រះអង្គឲ្យនាំប្រជារាស្ត្ររបស់ព្រះអង្គមនុស្សដែលព្រះអង្គត្រាស់ហៅសូមស្ដាប់ខ្ញុំឲ្យតន់មនុស្សដែលព្រះអង្គត្រាស់ហៅយកមកធ្វើជារាស្ត្ររបស់ព្រះអង្គដើម្បីឲ្យគេមានសេរីភាពទៅកន្លែងដែលព្រះអង្គគាត់ទៅឲ្យគេទៅធ្វើនៅអ្វីដែលព្រះអង្គគាត់ទៅឲ្យគេធ្វើព្រះអង្គមិនមែនគ្រាន់តែនាំគេទៅក្នុងដែនដីមួយហើយឲ្យគេទៅសម្បូរសប្បាយនៅទីនោះដើម្បីឲ្យគេរីករាយមួយជីវិតរបស់គេសម្រាប់តែខ្លួនឯងគេមិនមែនទេព្រះអង្គបញ្ជាក់ច្បាស់មែនទែននាំប្រជារាស្ត្ររបស់យើងដើម្បីមកគោរពបម្រើយើងមកថ្វាយគុំយើងមកធ្វើតាមអ្វីដែលយើងប្រាប់ឲ្យគេធ្វើប៉ុន្តែដើម្បីឲ្យគេមានសេរីភាពព្រះអង្គត្រូវទុកគេនៅមួយកន្លែងផ្សេងទៀតព្រះអង្គមិនអាចទុកគេនៅកន្លែងដែលគេធ្លាប់នៅពីមុនទេព្រះអង្គត្រូវយកគេចេញហើយព្រះអង្គទុកគេនៅកន្លែងដើម្បីឲ្យមានសេរីភាពដើម្បីធ្វើនៅអ្វីដែលព្រះអង្គត្រាស់ហៅឲ្យគេធ្វើទោះបីជាមកពេលទៅមកពេលពួកគេបរាជ័យទោះបីជាមកពេលទៅមកពេលពួកគេបាត់បង់ភាពអត់ធ្មត់ព្រះអង្គនាំគេឆ្លងកាត់ឧបសគ្គជាច្រើនពេលខ្លះទៀតគេមានអារម្មណ៍ថាគេមានសន្តិភាពនៅមួយព្រះអង្គគេមានអារម្មណ៍សុវត្ថិភាពនៅមួយព្រះអង្គគេមានអារម្មណ៍សេចក្តីសុខសាន្តនៅមួយព្រះអង្គពេលខ្លះទៀតទៅភ័យខ្លាចខ្ញុំលើកឧទាហរណ៍មួយក្នុងនិខមណាំងចំពុកទី32ខ44លោកអរុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយបន្ទាប់មកពួកគេស្រែកឡើងថាអ៊ីស្រាអែលអើយនេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីបលោកម៉ូសេព្រះអង្គបានត្រាស់ហៅគាត់ឲ្យឡើងទៅលើកំពូលភ្នំស៊ីណៃជួបជាមួយព្រះអង្គទទួលក្រឹតវិន័យសូមស្ដាប់ខ្ញុំឲ្យតាន់ព្រះអង្គនាំពួកគេដើម្បីមកគោរពថ្វាយគុំព្រះអង្គមកគោរពប្រណិប័តព្រះអង្គដើម្បីឲ្យគេប្រណិប័តតលតែមានច្បាប់តលតែមានក្បួនដើម្បីឲ្យគេដើរតាមដើម្បីឲ្យគេយល់ព្រះអង្គហៅលោកម៉ូសេឡើងទៅលើព្រះអង្គបានសរសេរដោយផ្ទាល់នឹងម្រាមប្រហោះរបស់ព្រះអង្គនៅលើផ្ទាំងថ្មក្រឹតវិន័យទាំង10ចុះមកវិញ40ថ្ងៃក្រោយចុះមកពួកគាត់ប្រមូលមាសគ្នាសិតធ្វើជារូបព្រះហើយប្រាប់ថានេះគឺជាព្រះដែលបាននាំយើងចេញពីស្រុកអេស៊ីបនេះជាព្រះដែលនាំយើងចេញពីកន្លែងដែលយើងជាប់ជាទាសករឥឡូវបងប្អូនមានអារម្មណ៍ថាសុវត្ថិភាពនៅព្រះយើងនៅមួយយើងហើយនេះជាព្រះរបស់យើងលោកអ្នកបងប្អូនឃើញអ្វីដែលគេពងធ្វើគេចង់បានអ្វីមួយយ៉ាងដើម្បីមកបញ្ជាក់នៅក្នុងជំរៅដួងចិត្តគេថាព្រះនៅតែគង់នៅជាមួយយើងព្រះនៅជួយយើងប៉ុន្តែជាងការរងចាំព្រះដ៏ពិតប្រាកដគេបានបង្កើតព្រះคล้ายៗនៅក្នុងជីវិតរបស់ពួកគេដើម្បីជំនួសឲ្យជីវិតរបស់គេដួងចិត្តរបស់គេមានអារម្មណ៍ថាគេមានសុវត្ថិភាពមានសន្តិសុខមានសេចក្តីសុខសាន្តដោយព្រះនៅជាមួយព្រះអង្គប្រាប់ឲ្យតើបំណងប្រហាតីព្រះអង្គគឺដើម្បីនៅជាមួយយើងខ្វះមិនដល់សេរីល្អរបស់ព្រះគឺមានន័យថាអំពើបាបរបស់យើងខ្វះមិនអាចនៅក្នុងប្រវត្តិមានរបស់ព្រះអង្គបានតែព្រះអង្គចង់នៅជាមួយតើព្រះអង្គចង់ដឹកនាំជាមួយតើតែគេបាត់បង់ភាពអត់ធ្មត់រកអ្វីផ្សេងយកមកជំនួសនៅក្នុងដួងចិត្តគេដើម្បីឲ្យគេមានអារម្មណ៍ថាគេមានសុវត្ថិភាពលោកអ្នកបងប្អូនអត់ខុសពីប្រជារាស្ត្ររបស់ព្រះក្នុងពេលបច្ចុប្បន្នប្រជារាស្ត្ររបស់ព្រះមួយចំនួនយើងចង់បានសុវត្ថិភាពយើងចង់បានអីមួយយ៉ាងហើយយើងចង់បានខ្លាំងមែនទែនរហូតដល់តែយើងគិតថារបៀបរបស់ព្រះដូចកើតទេចាំខ្ញុំធ្វើរបៀបរបស់ខ្ញុំវិញគ្រាន់បើជាងហើយយើងធ្វើអានឹងឲ្យបានហើយយើងថាព្រះអង្គប្រទានពរខ្ញុំប៉ុន្តែវាមានលទ្ធផលរបស់វាមកតាមក្រោយដោយសាររបៀបនឹងជារបៀបរបស់យើងតែមិនមែនជារបៀបរបស់ព្រះជាម្ចាស់ហើយរាប់ថាជាប្រពររបស់ព្រះជាម្ចាស់ដែលជាព្រះគង់នៅជាមួយយើងព្រះអង្គបានឲ្យលោកម៉ូសេនាំពួកគេឲ្យកែប្រែចិត្តគំនិតចុងក្រោយគេកែប្រែចិត្តគំនិតប៉ុន្តែមុនកែប្រែចិត្តគំនិតលោកម៉ូសេកំពុងតែកាន់ក្រឹតវិន័យរបស់ព្រះមកសាំដល់ហាធ្វើចឹងបានទៀតខំពេកបោកខ្ទេចបាទបោកខ្ទេចព្រះអង្គប្រាប់ថាឡើងទៅលើម្ដងទៀត40យប់40ថ្ងៃម្ដងទៀតព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាស្ពានដ៏រឹងមាំជាទីបំផុតរវាងព្រះជាម្ចាស់ហើយនឹងយើងត្បិតមានព្រះជាម្ចាស់តែមួយមានស្ពានមេត្រីតែមួយនៅក្នុងយ៉ូហានចំពុក14ខ10បានចែងថាចេះព្រះយេស៊ូវបានមានព្រះបន្ទូលទៅគាត់ថាខ្ញុំនឹងហើយជាផ្លូវជាសេចក្តីពិតនិងជាជីវិតគ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយលើកលែងទៅតាមរយៈខ្ញុំអត់មានបុគ្គលណាម្នាក់អត់មាននរណាម្នាក់ផ្សេងទៀតដែលអាចចម្លងដែលអាចធ្វើជាស្ពានទៅកាន់ព្រះបិតានៅឯនគរឋានសួគ៌លើកលែងតែទៅតាមរយៈព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គជាស្ពានដ៏រឹងមាំជាទីបំផុតពីសម័យដើមពួកគេដើរតាមការណែនាំរបស់ព្រះជាម្ចាស់តាមរយៈដុំពពកហើយដុំភ្លើងគេដើរតាមរយៈបុគ្គលម្នាក់ឈ្មោះម៉ូសេដែលចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់
គាត់មិនមែនជាបូជាចាទេប៉ុន្តែពេលខ្លះទៀតគាត់ដំណើរការដូចជាបូជាចាបន្ទាប់មកទៀតក្រោយមកទៀតព្រះអង្គមានព្រះបន្ទូលទៅកាន់គាត់ថាឲ្យចាក់ប្រេងតាំងទៅលើលោកអរុនហើយក្រោយមកទៀតទៅលើកូនរបស់លោកអរុនអញ្ចឹងពូជពងរបស់លោកអរុននេះទទួលមុខងារជាបូជាចាជាមនុស្សដែលចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់ហើយសួរព្រះអង្គថាព្រះអង្គត្រូវធ្វើម៉េចទៀតឥឡូវប្រជាជនល្អូគេមានបញ្ហាគេចង់ខ្ញុំដោះស្រាយខ្ញុំដោះចេញឥឡូវគេជួបឧបសគ្គព្រះអង្គគេវែងទៀតណាខ្ញុំក្តៅឲ្យលោកម៉ូសេគាត់ដោយសារអញ្ចឹងគាត់ក្តៅក៏ហើយគាត់ពេលខ្លះគាត់ចូលក្នុងប្រវត្តិមានព្រះអង្គគាត់ពិបាកទ្រាំដែរគាត់ឃើញគេមិនទុកចិត្តព្រះជាម្ចាស់មិនបើព្រះអង្គនាំគេមកដល់ថ្នាក់នឹងព្រះអង្គធ្វើការអស្ចារ្យប៉ុណ្ណឹងហើយនៅតែអត់អាចទុកចិត្តព្រះអង្គបានទៀតអ្នកដែលមានការត្រាស់ហៅបែបនេះជាបូជាចាមានន័យជាអ្នកដែលចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់សួរព្រះអង្គហើយបន្ទាប់មកនាំអ្នកដទៃផ្សេងទៀតឲ្យកែប្រែចិត្តគំនិតវិលត្រឡប់មកកាន់ព្រះអង្គវិញព្រះយេស៊ូវគ្រីស្ទថាព្រះអង្គគឺជាផ្លូវព្រះអង្គបានប្រាប់នៅក្នុងហេព្រើរជំពូកទី4ខ14ដល់ខទី16ដោយយើងមានមហាបូជាចាមួយរូបដ៏ប្រសើរឧត្តមដែលបានយាងកាត់ស្ថានបរមសុខគឺព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឲ្យបានមាំមួនត្បិតយើងមានមហាបូជាចាដែលអាចរួមសុខទុក្ខជាមួយនឹងយើងជាមនុស្សទន់ខ្សោយគឺព្រះអង្គត្រូវរងការលបងលោកគ្រប់ជំពូកដូចយើងដែរតែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយហេតុនេះយើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទំនុកចិត្តដើម្បីឲ្យទទួលបានព្រះハរតីមេត្តានិងព្រះគុណទុកជាជំនួយសូមស្ដាប់នៅពេលណាដែលយើងត្រូវការពេលដែលលោកម៉ូសេគាត់ឈឺក្បាលពេលដែលលោកអរុនគាត់ឈឺក្បាលជាមួយនឹងប្រជាជនដែលព្រះប្រើគាត់ឲ្យដឹកនាំគាត់ចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់ពីព្រោះគាត់ទទួលការត្រាស់ហៅជាបូជាចារបស់ព្រះជាម្ចាស់ដែរដើម្បីឮពីព្រះអង្គពេលខ្លះទៀតប្រជារាស្ត្ររបស់ព្រះជាម្ចាស់ប្រព្រឹត្តអំពើបាបគេសំនឹងស្លាប់ទាំងអស់គ្នាគាត់ចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់ហើយគាត់ទូលវល់សូមព្រះអង្គគុំធ្វើអីពួកគេសូមព្រះអង្គគុំបហាពួកគេសូមព្រះអង្គប្រណីសណ្ដោសដល់ពួកគេគាត់ខ្លាចជាអ្នកដែលទូលអង្វរដល់ពួកគេនិងព្រះជាម្ចាស់ឥឡូវព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាមហាបូជាចាព្រះអង្គគឺជាអ្នកដែលទូលអង្វរនៅសម័យនោះគេមានមហាបូជាចាបន្ទាប់មកទៀតគេក៏ចាក់ប្រេងអភិសេកឬក៏តែងតាំងមនុស្សមួយចំនួនឲ្យធ្វើជាបូជាចាអញ្ចឹងមានមហាបូជាចាមានន័យថាអ្នកចម្បងបន្ទាប់មកទៀតមានអ្នកបន្តទៀតហើយអាចធ្វើកិច្ចការនឹងបានដូចគ្នាដែរដើម្បីអីដើម្បីទូលអង្វរដើម្បីជួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់คล้ายទៅជាស្ពានមួយរវាងមនុស្សដែលមានបាបជាមួយនឹងព្រះជាម្ចាស់ហើយឲ្យវិលមករកព្រះជាម្ចាស់ទូលអង្វរព្រះជាម្ចាស់សម្រាប់ពួកគេទាំងអស់គ្នាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គជាមហាបូជាចានៅក្នុង1ពេត្រុសជំពូកទី2ខទី9ចែងថាចេះរីឯបងប្អូនវិញសូមងាកទៅកាន់គ្នាទៅវិញទៅមកបាទហើយសូមប្រាប់គាត់ថាអ្នកហ្នឹងហើយបាទអ្នកបាទឬក៏អ៊ំពូមីងបាទសូមស្ដាប់ខ្ញុំឲ្យតណាខនេះសំខាន់បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើសអត់ខុសពីសម័យមុនព្រះអង្គមានព្រះបន្ទូលកាន់ម៉ូសេថាទៅជួបជាមួយប្រជាផារ៉ោនហើយប្រាប់ប្រជាផារ៉ោនថាដោះលែងប្រជាជនរបស់យើងអូខេឥឡូវក្នុងកាពីបានចែងថាអ្នកដែលជឿលើព្រះអង្គហើយបងប្អូនគឺជាពូជសាសន៍ដែលព្រះអង្គជាអ្នកដែលជ្រើសរើសហើយសូមស្ដាប់តទៀតជាក្រុមបូជាចារបស់ព្រះមហាក្សត្រជាជាតិសាសន៍ដ៏វិសុទ្ធជាប្រជារាស្ត្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គដើម្បីអីឬក៏ប្រយោជន៍អីដើម្បីឲ្យបងប្អូនប្រកាសដំណឹងល្អអំពីស្នាប្រហ័សដ៏អស្ចារ្យរបស់ព្រះអង្គដែលបានហៅបងប្អូនចេញពីទីងងឹតមកកាន់ពន្លឺដ៏សេរីរុងរឿងរបស់ព្រះនៅក្នុងពន្លឺដ៏រុងរឿងរបស់ព្រះជាម្ចាស់ក្នុងខគម្ពីរនេះបានប្រាប់ថាបងប្អូនទាំងអស់គ្នាលោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គបានជ្រើសរើសព្រះអង្គបានត្រាស់ហៅព្រះអង្គមិនគ្រាន់ត្រាស់ហៅយើងឲ្យរស់ក្នុងជីវិតមួយដែលមានសេរីភាពដើម្បីឲ្យយើងគ្រាន់តែសប្បាយដើម្បីឲ្យយើងគ្រាន់តែរីករាយមួយជីវិតតខ្លួនរបស់យើងតែប៉ុណ្ណោះទេប៉ុន្តែព្រះអង្គត្រាស់ហៅយើងคล้ายទៅជាក្រុមបូជាចាដែរដើម្បីអីដើម្បីឲ្យយើងនាំដំណឹងល្អទៅដល់អ្នកដទៃផ្សេងទៀតចូលមកក្នុងព្រះរាជរបស់ព្រះជាម្ចាស់ដើម្បីអីដើម្បីឲ្យយើងអាចទូលសុំព្រះអង្គសម្រាប់មនុស្សម្នាក់ដែលយើងកំពុងបរៀនបន្តមនុស្សម្នាក់ដែលយើងបាននាំមកស្គាល់ព្រះអង្គហើយតែយើងអត់ដឹងថាយើងត្រូវបរៀនអីគាត់តទៀតពេលខ្លះទៀតយើងអត់ដឹងថាឥឡូវគាត់ត្រឡប់ទៅវិញអធិដ្ឋានព្រះអង្គអត់ទាន់ឆ្លើយតបគាត់ទៅជីវិតចាស់គាត់វិញយើងឃើញទៀតអត់ដែរណាហើយយើងអត់ដឹងធ្វើម៉េចពេលខ្លះទៀតយើងចង់បោះបង់ប៉ុន្តែយើងឈរនៅចន្លោះរវាងព្រះជាម្ចាស់ហើយនឹងគាត់ហើយធ្វើម៉េចយើងទូលអង្វរឲ្យគាត់ទៀតអាមែនពេលដែលយើងធ្វើចឹងព្រះអង្គឆ្លើយតបលោកអ្នកបងប្អូនដឹងទេពេលខ្លះទៀតមានប្រជារាស្ត្ររបស់ព្រះកម្រិតដូចលោកអរុន
ជំនួយការផ្ទាល់របស់លោកម៉ូសេរួមដំណើរការងារជាមួយគ្នាតាំងពីទីចាប់ផ្ដើមមកតាំងពីក្បាលដំបូងមកបំផុតបម្រើព្រះអង្គជាមួយគ្នាបម្រើព្រះអង្គយ៉ាងស្វិតស្វាញទុកចិត្តព្រះអង្គល្អូម្ដងម្កាលររឿងលោកម៉ូសេម្ដងម្កាលហើយជាសាច់ញាតិរបស់លោកម៉ូសេទៀតជាបងរបស់លោកម៉ូសេទៀតសប្តាហ៍40ថ្ងៃបាត់បង់ការអត់ធ្មត់ប្រជារាស្ត្ររបស់ព្រះស្រែកចុះស្រែកឡើងតែចុះស្រែកឡើងទៅដោះកវលពីប្រជាជនទាំងអស់ប្រមូលកវលមកកវលមាសយកមកសូនធ្វើរូបព្រះដែរហើយថ្វាយគុំសួរថាលោកម៉ូសេក្តៅប៉ុណ្ណាលោកអ្នកបងប្អូនដឹងទេថាពេលខ្លះនៅក្នុងជីវិតរបស់យើងដូចគ្នាខ្ញុំសូមសារភាពអំពើបាបមួយដែលពេលខ្លះចូលក្នុងខួរក្បាលខ្ញុំម្ដងម្កាលពេលដែលខ្ញុំឃើញមនុស្សដែលស្គាល់ព្រះជាម្ចាស់រយៈពេលច្រើនឆ្នាំហើយក្រោយមកថាគាត់ធ្វើអីមួយដូចអាមិនបានទៅជាអញ្ចឹងអស់និយាយហ្មងធ្វើចឹងបានទៀតពេលខ្លះលោកអ្នកបងប្អូនគំនិតដែលចូលក្នុងខួរក្បាលយើងខឹងហើយយើងចង់និយាយថាចង់យ៉ាងម៉េចលេងខ្វល់ហើយប៉ុន្តែលោកអ្នកបងប្អូនដឹងមិនទេលោកម៉ូសេទោះបីគាត់ខឹងមិនក៏ដោយរត់ចូលទៅក្នុងប្រវត្តិមានរបស់ព្រះជាម្ចាស់វិញ40យប់40ថ្ងៃនៅមួយព្រះអង្គម្ដងទៀតទូលអង្វរឲ្យពួកគេចុះមិនវិញបើសិនជាលោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គឲ្យយើងខ្លាចជារាជរបស់ព្រះអង្គក៏ជាក្រុមបូជាចាររបស់ព្រះមហាក្សត្រក្រុមបូជាចាររបស់ព្រះអង្គក្រុមនេះក្រុមចំណិតរបស់ព្រះអង្គគុំច្រឡំមិនមែនក្រុមរបស់គ្រូសាមឌីមិនមែនក្រុមរបស់គ្រូពិសិដ្ឋទេណាលោកអ្នកបងប្អូនជាក្រុមបូជាចាររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតហើយទូលអង្វរជំនួសអ្នកដែលវង្វេងជំនួសអ្នកដែលអត់ស្គាល់ព្រះអង្គជំនួសអ្នកដែលជាប់នៅក្នុងទិសភាពនៃជីវិតរបស់ពួកគេផ្ទាល់ជាប់នៃការញៀននៅក្នុងជីវិតរបស់គេផ្ទាល់ជាប់នៅក្នុងឧបសគ្គរបស់គេផ្ទាល់តែទោះបីជាគេជាមនុស្សដែលមានសក្តានុពលយ៉ាងណាប៉ុន្តែទិសភាពនោះបានរូបរឹតគេមិនឲ្យធ្វើអីកើតព្រះអង្គត្រាស់ហៅលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យខ្លាយជាអ្នកទូលអង្វរព្រះអង្គត្រាស់ហៅលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យខ្លាយទៅជាស្ពានមួយយើងជាស្ពានតូចមួយដើម្បីចម្លងគេមកកាន់ស្ពានដ៏ពិតប្រាកដស្ពានគឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមលោកអ្នកបងប្អូនក្រោកឈរឡើងហើយខ្ញុំសូមគោរពអញ្ជើញលោកគ្រូអ្នកគ្រូដែលអធិដ្ឋាននៅថ្ងៃនេះខ្ញុំសូមអានអត្ថបទព្រះគម្ពីរមួយនៅក្នុងវិវរណៈជំពូកទី1ខទី6ដល់អស់អ្នកដែលជឿព្រះអង្គទាំងនៅក្នុងបន្ទប់នេះទាំងកំពុងទស្សនាអនឡាញសូមស្ដាប់ពីអ្វីដែលព្រះអង្គធ្វើព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រនិងជាក្រុមបូជាចារបម្រើព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គសូមលើកដំកើងសិរីរុងរឿងនិងព្រះចេស្តាព្រះអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គជាអ្នកដែលធ្វើឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំជាអ្នកដែលជឿព្រះអង្គជាសិស្សរបស់ព្រះអង្គคล้ายទៅជាមនុស្សដែលមានសេរីភាពคล้ายជាមនុស្សរស់នៅក្នុងពិភពមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំមានឆន្ទៈដើម្បីធ្វើការសម្រេចចិត្តដោយសេរីប៉ុន្តែព្រះអង្គក៏បានទៅឲ្យយើងដឹងយ៉ាងច្បាស់ថាសេរីភាពដែលព្រះអង្គឲ្យនោះឲ្យដើម្បីបម្រើព្រះអង្គឲ្យមកដើម្បីថ្វាយបង្គំព្រះអង្គឲ្យមកដើម្បីប្រណិប័តព្រះអង្គឲ្យមកដើម្បីនាំអ្នកដទៃផ្សេងទៀតជួយទាញអ្នកដទៃផ្សេងទៀតចេញពីទីងងឹតមកពន្លឺនៅក្នុងសេរីរុងរឿងរបស់ព្រះជាម្ចាស់ដោយព្រះអង្គបានទាញយើងប្រើអ្នកដទៃឲ្យមកទាញយើងចេញពីភាពងងឹតមករស់នៅក្នុងពន្លឺដែរឥឡូវព្រះអង្គនៅបញ្ជូនលោកអ្នកបងប្អូនឲ្យទៅដោយព្រះជាម្ចាស់បញ្ជូនលោកម៉ូសេព្រះយេស៊ូវគ្រីស្ទបញ្ជូនសិស្សរបស់ព្រះអង្គសិស្សរបស់ព្រះអង្គដទៃផ្សេងទៀតចាប់ដើមបញ្ជូនសិស្សរបស់ព្រះអង្គនៅថ្ងៃនេះព្រះវិញ្ញាណដ៏បរិសុទ្ធជាអ្នកបញ្ជូនលោកអ្នកបងប្អូនទាំងអស់គ្នាបងប្អូនប្រហែលជាឮពាក្យពីខ្ញុំតែខ្ញុំសូមប្រាប់ព្រះបន្ទូលព្រះអង្គបានចែងយ៉ាងច្បាស់ហើយព្រះអង្គបញ្ជូនចង់ព្រះអង្គបញ្ជូនទៅជួបអ្នកណាក៏ដោយចង់ព្រះអង្គបញ្ជូនទៅធ្វើអីក៏ដោយចង់ព្រះអង្គបញ្ជូនទៅផ្គត់ផ្គង់អ្នកណាក៏ដោយចង់ព្រះអង្គបញ្ជូនទៅក្នុងរូបភាពបែបណាក៏ដោយព្រះអង្គគង់នៅជាមួយអាមែនទោះក្នុងស្ថានភាពសង្គ្រាមទោះក្នុងស្ថានភាពមានវិបត្តិហិរញ្ញវត្ថុទោះក្នុងស្ថានភាពវិបត្តិឥន្ធនៈដោយសារវិបត្តិឥន្ធនៈតម្លៃឡើងថ្លៃមិនមែនក្រុមហ៊ុនគេចង់ឡើងថ្លៃតែវាវិបត្តិឥន្ធនៈវាអត់មានទាំងអស់នោះឡើងថ្លៃវិបត្តិឥន្ធនៈឡើងថ្លៃនាំនូវផលប៉ះពាល់ដល់ការធ្វើដំណើរទៅដល់ប្រព័ន្ធ logistics ប្រព័ន្ធការដឹកនាំការដឹកជញ្ជូននៅក្នុងផ្នែកសេដ្ឋកិច្ចវិបត្តិទៅដល់ជីវភាព
វិបត្តិទៅលើម្ហូបអាហារឡើងថ្លៃទំនិញឡើងថ្លៃអាចនឹងមានវិបត្តិនៅពេលមួយខាងមុខយើងអត់ដឹងខាងផ្នែកគ្រឿងបរិភោគឧបភពយើងអត់ដឹងប៉ុន្តែនៅថ្ងៃនេះលោកអ្នកបងប្អូនចង់មានវិបត្តិអីក៏ដោយកុំគិតថាព្រះអង្គប្រើប្រាស់យើងនៅពេលដែលតលតែសុខសានត្រានតលតែជីវិតយើងសានត្រានព្រះអង្គប្រើលោកម៉ូសេឲ្យទៅជួបព្រះចៅផារ៉ោនប្រជាជនអ៊ីស្រាអែលកូនចៅរបស់លោកយ៉ាកុបប្រជារាស្ត្ររបស់ព្រះនៅសម័យនោះជីវិតរបស់ពួកគេអត់សានត្រានទេរួមទាំងជីវិតរបស់គាត់ខ្លួនឯងនឹងដែរក៏អត់សានត្រានដែរប៉ុន្តែសំខាន់គឺព្រះអង្គអ្នកប្រើសំខាន់ព្រះអង្គជាអ្នកដែលបញ្ជូនសំខាន់គឺព្រះអង្គជាអ្នកដែលតែងតាំងព្រះអង្គជាអ្នកដែលបញ្ជូនលោកអ្នកបងប្អូនហើយព្រះអង្គព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទក្នុងកាន់7វិវរណៈបានប្រាប់យ៉ាងច្បាស់ថាព្រះអង្គជាអ្នកដែលតែងតាំងព្រះអង្គជាអ្នកដែលបញ្ជូនលោកអ្នកបងប្អូនហើយនឹងខ្ញុំដែរយើងទាំងអស់គ្នាមានទូនាទីក្នុងការទូលអង្វរហើយនាំអ្នកដទៃផ្សេងទៀតចូលក្នុងព្រះរាជរបស់ព្រះជាម្ចាស់ទទួលការសង្គ្រោះឲ្យជីវិតគេមានសេចក្តីសង្ឃឹមឃើញពន្លឺនៃសេរីរុងរឿងរបស់ព្រះជាម្ចាស់អាមែនប្រហែលជាលោកអ្នកបងប្អូនឃើញមនុស្សម្នាក់ឬលោកអ្នកបងប្អូនបានអធិដ្ឋានឲ្យមនុស្សម្នាក់យូរហើយតែគាត់អត់ទាន់ស្គាល់ព្រះអង្គហើយមកអធិដ្ឋានមួយគ្នាបើយើងមានបុគ្គលណាម្នាក់ដែលយើងអធិដ្ឋានឲ្យយើងចង់គាត់ស្គាល់ព្រះអង្គយើងព្យាយាមឬក៏លោកអ្នកបងប្អូនបាននាំគាត់ឲ្យស្គាល់ព្រះអង្គប៉ុន្តែអត់ទាន់ដឹងថាធ្វើអីមួយគាត់ដើម្បីគាត់ចម្រើនឡើងថែមទៀតពេលខ្លះទៀតយើងនាំគាត់ឲ្យមកស្គាល់ព្រះអង្គហើយក្រោយមកគាត់បែកទៅវិញបាត់ទៅណានៃនោះឆ្កុយហើយយើងបាក់ទឹកចិត្តយើងលែងចង់ទៅជួយគាត់ឲ្យស្គាល់ព្រះអង្គវិញម្ដងទៀតយើងបាក់ទឹកចិត្តដែរតោះព្រះអង្គឲ្យយើងខ្លាចជាក្រុមបូជាចារបស់ព្រះអង្គជាក្រុមមនុស្សដែលទូលអង្វរជាក្រុមមនុស្សដែលចូលក្នុងប្រវត្តិមានព្រះអង្គឲ្យសួរព្រះអង្គថាខ្ញុំម្ចាស់ធ្វើមិនទៀតព្រះអង្គឲ្យទូលបង្គំធ្វើមិនទៀតព្រះអង្គទូលបង្គំប្រឹងអស់សមត្ថភាពហើយលែងចង់ទៅមុខហើយព្រះអង្គនៅអាចជួយយើងបានប្រសិនលោកអ្នកបងប្អូនណាខ្លះដែលចង់ថ្វាយជីវិតរបស់យើងព្រះអង្គធ្វើជាព្រះអង្គសង្គ្រោះដើម្បីកុំឲ្យយឺតពេលទាន់ពីព្រោះនៅពេលដែលជីវិតយើងចប់លើផែនដីនេះហើយអត់មានខ្សែរយៈណាអត់មានសមត្ថភាពអត់មានលទ្ធភាពណាហើយក៏អត់មានបុគ្គលណានឹងខ្លាយទៅជាស្ពានយើងត្រឡប់ទៅរកព្រះបិតាបានលើកលែងទៅតាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយស្ពានមួយនេះត្រូវឆ្លងពេលដែលយើងកំពុងតែមានជីវិតរស់នៅលើផែនដីយើងត្រូវឆ្លងឲ្យហើយយើងត្រូវយាងព្រះអង្គធ្វើជាព្រះសង្គ្រោះឲ្យហើយបើអត់ទាន់មានព្រះអង្គធ្វើជាព្រះសង្គ្រោះសូមបញ្ញាចិត្តវិលមករកព្រះអង្គបពុតបិតានៃទូបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះព្រះម្ចាស់ហើយកូនអរប្រគុណព្រះអង្គដែលព្រះអង្គបានជ្រើសតាំងកូនរាល់គ្នាឲ្យខ្លាយទៅជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្នុងរាជាណាចក្ររបស់ព្រះអង្គនិងជាក្រុមបូជាចាដើម្បីបម្រើព្រះអង្គសូមព្រះម្ចាស់ជាព្រះបានជួយកូនរាល់គ្នាឲ្យយល់ពីមុខងារនៃការបម្រើនេះគឺដើម្បីឲ្យអ្នកដទៃផ្សេងទៀតព្រះម្ចាស់ហើយមានឱកាសឮពីព្រះអង្គនិងទទួលការសង្គ្រោះដែលមកពីព្រះអង្គដើម្បីឲ្យជីវិតរបស់គេរស់នៅក្នុងសេរីរុងរឿងរបស់ព្រះអង្គរស់នៅក្នុងរទ្ធានុភាពរបស់ព្រះអង្គរស់đangមានវត្តមានរបស់ព្រះអង្គគង់នៅជាមួយព្រះម្ចាស់ហើយដើម្បីឲ្យយើងខ្លាយទៅជាព្រះពរមកដល់ផែនដីព្រះម្ចាស់និងជាតំណាងរបស់ព្រះអង្គទៅគ្រប់ទីកន្លែងសូមសប្តាហ៍នេះព្រះម្ចាស់ហើយជួយបងប្អូនកូនមិនថានៅកន្លែងប្រកបរបរណាក៏ដោយព្រះម្ចាស់ការិយាល័យក៏ដោយនៅតាមផ្សារលក់អីវ៉ាន់ក៏ដោយនៅតាមជាងនៅតាមការ៉ាស់ឡាននៅតាមកន្លែងណាផ្សេងទៀតនៅតាមសាលាព្រះម្ចាស់ហើយនៅតាមយុគឋានការិយាល័យណាក៏ដោយព្រះម្ចាស់ហើយនៅការដ្ឋានក៏ដោយព្រះម្ចាស់នៅចំការក៏ដោយព្រះម្ចាស់ហើយបិតានៃទូបង្គំសូមឲ្យកូនរាល់គ្នាបានរស់នៅក្នុងភាពជាអ្នកបម្រើព្រះអង្គជួយកូនរាល់គ្នាឲ្យខ្លាយទៅជាអ្នកទូលអង្វរជួយកូនរាល់គ្នាឲ្យខ្លាយជាអ្នកដែលបង្រៀនអ្នកដទៃផ្សេងទៀតឲ្យស្គាល់មាគ៌ាព្រះអង្គព្រះម្ចាស់គុណអរប្រគុណទ្រង់គុណអធិដ្ឋានដោយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែន